សួស្តីបងប្អូនប្រជាកសិករទាំងអស់គ្នាថ្ងៃនេះពូជម្ទេសកាទៀវឥឡូវបានមកដល់ប្រទេសកម្ពុជាយើងហើយវា3នេះរៀងច្រើនគូសមដែរពូជយ៉ាង2កែចូល200កញ្ចប់អញ្ចឹងបងប្អូនប្រជាកសិករដែលបានកក់ធ្វើលិខិតស្នើសុំក្របពូជត្រៀមទទួលក្របពូជទាំងអស់គ្នាសម្រាប់បងប្អូនប្រជាកសិករថ្មីដែលចង់ដាំម្ទេសកាទៀវស្រោតរៀបចំធ្វើលិខិតស្នើក្របពូជឲ្យហើយពីព្រោះនៅឆ្នាំ2025នេះយើងបិទនៅក្នុងខែ7គឺអស់ហើយសម្រាប់ឆ្នាំ2025គឺយើងបិទខែ7ហើយអញ្ចឹងបើសិនជាធ្វើការស្នើអត់ទាន់ទេគឺបងប្អូនអាចរៀបចំស្នើនៅឆ្នាំ2026ថ្មីអញ្ចឹងណាអញ្ចឹងបើសិនជាមានដីទំនេរហើយថវិកាក៏មានគ្រប់គ្រាន់ហើយបានស្វែងយល់អំពីគោលការណ៍មួយចំនួនទាក់ទងជាមួយនឹងការដាំដុះម្ទេសកាទៀវកម្ពុជាហើយអាចស្រោតមកពីព្រោះចំនួនក្របពូជយើងមានកំណត់ហើយក៏គៀកណាស់ដែរអញ្ចឹងស្រោតទាំងអស់គ្នា